ព្រៃអត្តឃាតនៅជប៉ុនយើងធ្លាប់បានដឹងនិងបានរួចមកហើយចំពោះករណីធ្វើអត្តឃាតជាច្រើននៅជុំវិញពិភពលោកមិនថាអ្នកមានឬអ្នកក៏នោះទេពេលណាមានវិបត្តិស្មុគស្មាញដោះស្រាយមិនចេញគឺពួកគេបានជ្រើសរើសយកការធ្វើអត្តឃាតផ្សេងគ្នាដោយអ្នកខ្លះចង់អ្នកខ្លះលោតពីលើផ្ទះឬអគារអ្នកខ្លះបាញ់សម្លាប់ខ្លួនអ្នកខ្លះលោតទឹកនិងមានវិធីជាច្រើនទៀតដែលមនុស្សនៅជុំវិញពិភពលោកជ្រើសរើសយកដើម្បីបញ្ចប់វិបត្តិរបស់ខ្លួនទោះជាយ៉ាងណាយើងសូមលើកយកព្រៃមួយនៅប្រទេសជប៉ុនដែលត្រូវបានគេដាក់រហ័សនាមឲ្យថាព្រៃអត្តឃាតយើងប្រកាសជាឆ្ងល់ថាហេតុអ្វីបានជាប្រជាជនជប៉ុនដាក់ឈ្មោះនេះជាព្រៃអត្តឃាតមូលហេតុគឺដោយសារតែមានមនុស្សប្រុសស្រីក្មេងចាស់ជាច្រើនអ្នកបានចូលទៅក្នុងព្រៃមួយនេះហើយបានបញ្ចប់ជីវិតរបស់ខ្លួននៅក្នុងព្រៃនេះតែម្ដងដោយខ្លះមានវិបត្តិដោះស្រាយមិនចេញចំណែកខ្លះទៀតមិនត្រូវបានគេដឹងពីមូលហេតុនៃការធ្វើអត្តឃាតនោះឡើយដោយស្ថិតនៅក្នុងភាពអាថ៌កំបាំងរហូតមកដល់ពេលនេះព្រៃអត្តឃាតគឺមានឈ្មោះផ្លូវការថាតំបន់សមុទ្រព្រៃឈើអូគីហ្គាហារ៉ាតំបន់នេះមានទីតាំងនៅភាគខាងជើងឈៀងខាងលិចនៃភ្នំហ្វូជីដែលគ្របដណ្ដប់ដោយព្រៃឈើក្រាស់លើផ្ទៃដី30គីឡូម៉ែត្រការ៉េការដាក់ឈ្មោះជាព្រៃអត្តឃាតនេះគឺមិនមែនមានន័យថាព្រៃនេះជាកន្លែងដែលបង្កើតឡើងសម្រាប់អ្នកដែលមានវិបត្តិចូលទៅសម្លាប់ខ្លួននោះទេតែវាជារឿងមួយដែលទាក់ទងនឹងអបិយជំនឿដួងវិញ្ញាណព្រាយបិសាចនៅក្នុងព្រៃមួយនោះដែលប្រជាជនជប៉ុនភាគច្រើនបានជឿថាអ្នកដែលចូលទៅក្នុងព្រៃនោះគឺមានភាគតិចណាស់ដែលបានចេញមកវិញដោយសុខសប្បាយគ្មានរឿងអ្វីកើតឡើងបើតាមការឲ្យដឹងខ្លះពីអ្នកស្រុកនៅទីនោះបានប្រាប់ថាព្រៃមួយនេះគួរឲ្យខ្លាចជាទីបំផុតបើមានអ្នកណាចូលទៅហើយគឺមិនដែលសូវឃើញចេញមកវិញនោះឡើយហើយភាគច្រើនអ្នកដែលហ៊ានចូលទៅក្នុងព្រៃនោះគឺសុទ្ធតែជាមនុស្សដែលមានវិបត្តិផ្លូវចិត្តផ្សេងដោះស្រាយមិនចេញក៏សម្រេចចិត្តសម្លាប់ខ្លួននៅក្នុងព្រៃនោះតែម្ដងហើយអ្នកដែលរស់នៅទីនោះតែងតែសំឡេងស្រែកធ្ងួយធ្ងរយំសោកត្រហឹងអឹងកងចេញពីព្រៃអត្តឃាតនេះគួរឲ្យព្រឺឆ្អឹងខ្នងគ្រប់គ្នាតាក់ទងទៅនឹងព្រៃអត្តឃាតមួយនេះផងដែរក៏ត្រូវបានក្រុមហ៊ុនភាពយន្ត Hollywood ចងក្រងថតជាខ្សែភាពយន្តជាច្រើនផងដែរដែលមានដូចជារឿង The Forest ឆ្នាំ2015មួយរឿង Grave Halloween ឆ្នាំ2013និងរឿងរបស់ជប៉ុនមានចំណងជើងថា Okigahara ឆ្នាំ2012ជាដើម